គ្នាសុំចិត្តណាបើសិនជាខ្លួនឯងជាស្រីស្អាតកុំគិតថាលេងលបែងអីក៏គ្មានអ្នកណាគេចាប់អារម្មណ៍ស្ត្រីម្នាក់នេះឈ្មោះ Lindsay Hill គាត់សម្រេចចិត្តរ៉ូមេធាវីប្តឹងកីឡាករដ៏ល្បីឈ្មោះ Trevor ដែលជាអ្នកលេងបាល់បោះពីបទដែលលោក Trevor នេះបៀតបៀនរាងកាយវាយទាត់ចាប់ម្លោបនាងអីសពគ្រប់បែបយ៉ាងអីចឹងទៅគេក៏ឡើងតុលាការលោក Trevor នេះត្រូវបានគេបញ្ឈប់ពីការលេងហ្គេមទាំងអស់អញ្ចឹងមានន័យថាគាត់ខាតលុយរាប់លានដុល្លារចាព្រោះអីអ្នកលេងហ្គេមនៅអាមេរិកម្នាក់សតតែជាអ្នកមានព្រោះអីលេងម្ដងលុយក្តាំងចាអ្នកនាង Lindsay នេះរ៉ូលោក Trevor នេះធ្វើជាមុខសញ្ញាដើម្បីប្តឹងហៅយកលុយចាចង់មានផ្លូវកាត់ទៅយកសម្រស់ទៅបោកគេចា Lindsay នេះបាននិយាយថានៅក្នុងអំឡុងពេលខែ6ឆ្នាំ2021ហ្នឹងលោក Trevor នេះបានអញ្ជើញនាងទៅផ្ទះរបស់គាត់បន្ទាប់មកមានពិធីជប់លៀងស្នេហាអូនបងផឹកស្រាយចឹងទៅបន្ទាប់មកក៏កលែងគ្នាបន្ទាប់ពីកលែងគ្នាលោក Trevor នេះបែរคล้ายទៅជាមនុស្សម្នាក់ដែលថាកាចអញ្ចឹងណាបងប្អូនចាធ្វើឲ្យនាងមានស្នាមមុខស្នាមកកស្នាមដៃអីពេញនឹងចឹងទៅការឡើងតុលាការគេសម្របសម្រួលគ្នាលោក Trevor នេះត្រូវបង់លុយឲ្យកញ្ញា Lindsay នឹងចំនួន$300,000លោក Trevor គាត់បង់លុយនឹងមិនមែនដោយសារតែគាត់ខុសទេប៉ុន្តែគាត់បង់លុយនឹងគឺគាត់ចង់ឲ្យរឿងនឹងវាជាប់ទៅព្រោះអីវាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះការលេងហ្គេមរបស់គាត់ខ្លាំងមែនទេហើយក្នុងកិច្ចសន្យានឹងគឺបានព្រមព្រៀងគ្នាថា Lindsay នេះមិនអាចយករឿងនឹងទៅផុសសាធារណៈបានទេដែលថាលោក Trevor នេះបង់លុយឲ្យនាង$300,000ជាងប៉ុន្តែនៅសក់ Lindsay នេះដោយសារតែគិតថាខ្លួនឯងមានសម្រស់ចង់ធ្វើអ្វីក៏បានហើយណាមួយមានអំនួតដែលថាបានលុយ$300,000មក free ផងនាងក៏ផុសលើ IG បន្ទាប់មកនាងក៏បានធ្វើ podcastជាមួយអ្នកដទៃទៀតដល់ពេលអញ្ចឹងក្នុងអំឡុងពេលខែ10ឆ្នាំ2024លោក Trevor នេះក៏បានឲ្យមេធាវីរបស់គាត់ប្តឹងបកទៅកញ្ញា Lindsay វិញពីបទធ្វើខុសកិច្ចសន្យាដល់ទៅពេលអញ្ចឹងប្តឹងតុលាការនៅក្នុងទីក្រុង LA បែរជានៅខាងលោក Trevor ហើយបាននិយាយថាកញ្ញា Lindsay នេះត្រូវបង់លុយចំនួន$300,000ជាងពីបទខូចខាតហើយនឹងការធ្វើខុសកិច្ចសន្យាហើយនឹងពីបទធ្វើឲ្យលោក Trevor នេះខាតការងារអីទាំងអស់ហ្នឹងចំនួន$300,000ជាងត្រឡប់ទៅលោក Trevor វិញកញ្ញា Lindsay បន្ទាប់ពីបានទទួលចឹងហើយក៏បានឡើងលើអ៊ីនធឺណិតនិយាយថាអ្នកឯងគឺមិនទទួលបានសំបីតែមួយសេនពីខ្ញុំដល់ទៅពេលអញ្ចឹងពួកយើងជាអ្នកអ៊ីនធឺណិតនេះក៏ចាប់ដើមធ្វើការស៊ើបអង្កេតថាតើរឿងវាយដំច្រំធាក់ហ្នឹងវាកើតឡើងឬក៏អត់មានទេណាអូយព្រឹកស្អែកឡើងបន្ទាប់ពីកលាញ់គ្នាហើយលោក Trevor កេងយកម៉ាស់បិទភ្នែកជិតឈឹងចំណែកកញ្ញា Lindsay នេះវិញ selfie បន្ទាប់មកសើចញញឹមរបៀបដូចថាទៅបានប្រុសស្អាតកលាញ់ហើយប្រុសអ្នកមានលុយក្តៀងទៀតមានអ្នកណាថត selfie នេះផ្ញើទៅមិត្តភ័ក្តិចៃដន្យអីមិត្តភ័ក្តិគេមិនសូវទ្រាំទ្រដែរអញ្ចឹងទៅគេក៏បានឲ្យទៅខាងមេធាវីលោក Trevor ដល់តែពេលឃើញហើយទៅដឹងថា Lindsay នេះគឺកុហកគេរហូតមកដល់តែពេលគេសួរនាំទៅ Lindsay នេះបែរជានិយាយថាមកពីវីដេអូហ្នឹងខ្ញុំថតពេលដែលខ្ញុំទៅពីងើបព្រឹកឡើងដល់តែពេលប្រហែលម៉ោងក្រោយទៅស្នាមជាប់ឯនឹងវាចាញ់មកអីចឹងទៅមនុស្សស្រីយើងបើសិនជាត្រូវមនុស្សប្រុសវាយធ្វើបាបបង្ខ្វាំចាប់រំលោភឬក៏ខ្វាចមុខខ្វាចមាត់ពីយប់ព្រឹកឡើងនឹងមានអាណាដេកថត selfie ញញឹមដាក់កាមេរ៉ាហើយមនុស្សប្រុសដែលថាចាប់រំលោភយើងនឹងដេកបិទម៉ាស់ភ្នែកជិតឈឹងយើងរត់បាត់ហើយបន្ទាប់មកគេស៊ើបគេរកឃើញmessage រវាង Lindsay ហើយនិងមិត្តភ័ក្តិទៀត Lindsay បានផ្ញើ message នេះទៅមិត្តភ័ក្តិនិយាយថាជួនរងគ្រោះបន្ទាប់ចាសសញ្ញាបន្ទាប់គាត់និយាយថាគឺជាអ្នក play បាល់បោះឲ្យខាងក្រុម dot girl ឯនឹងចឹងទៅបន្ទាប់មកនាង Lindsay នឹងក៏បាននិយាយទៀតថាខ្ញុំនឹងទៅផ្ទះរបស់គាត់នៅថ្ងៃពុធហើយខ្ញុំនេះក៏បានដាក់សន្ទូចជាប់ហើយនាង Lindsay នឹងក៏បានប្រាប់ទៅមិត្តភ័ក្តិរបស់គេទៀតថាលោក Trevor នេះគឺលុយចំណូលប្រចាំឆ្នាំរបស់គាត់គឺ$51 លានមិត្តភ័ក្តិហ្នឹងក៏បាននិយាយថាអ្នកឯងអញ្ចឹងអ្នកឯងត្រូវតែតោងឲ្យបានអីចឹងទៅបន្ទាប់មកគេក៏ថាខ្ញុំត្រូវការឲ្យប៉ាមកជួយព្រោះអីលុយវាច្រើនអីចឹងណាអូយបន្ទាប់មក Lindsay ហ្នឹងក៏បានប្រាប់មិត្តភ័ក្តិថាខ្ញុំនឹងឲ្យអ្នកឯងចំនួន$50,000បើសិនជាអ្នកឯងយល់ព្រមលេងជួយនាងឲ្យបានទៅ Trevor ឬក៏ថាមូលបង្កាច់ Trevor ដែលថាធ្វើបាបរាងកាយរបស់នាងអីចឹងព្រោះអី Lindsay នេះចង់បានលុយច្រើនអារបៀបដូចថាធ្វើយ៉ាងម៉េចឲ្យ Trevor នេះខូចឈ្មោះបន្ទាប់មក Trevor នេះបង់លុយសងជំងឺចិត្តនាងច្រើនអីចឹងណាតែចៃដន្យអីកម្មពីវាមានពិតចាបោកគេមិនបានហើយឈ្មោះខូចទៀតឥឡូវហ្នឹងយើងទៅ Instagram របស់អ្នកនាង Lindsay ហ្នឹងគឺបិទ comment អស់ហើយបងប្អូនគឺអត់មានបើកទេព្រោះអីអ្នកណាក៏គេជេរដែរចា